សួស្តីលោកគ្រូអាត្មាឈ្មោះរឿនរូមកពីក្រុម AU5 ថ្ងៃនេះអាត្មាមកធ្វើតាក់ទងនឹងការបង្កើតនៅ user management ជាដំបូងដើម្បីបង្កើតនៅ user management យើងត្រូវទៅឆែកមើលឈ្មោះ server របស់យើងសិនបន្តមកទៀតយើងឆែកនៅ pwd ដើម្បីឆែករក home directory ហើយបន្តមកទៀតយើងបង្កើតនៅ user ថ្មីបន្ត m ដើម្បីបង្កើតនៅ home directory និងដាក់ឈ្មោះថ្មីឲ្យ user ទាមទារ password អញ្ចឹងយើងបង្កើត user ថ្មីរួចហើយយើងដាក់ password ឲ្យវា sudo pass យើងដាក់ password ឲ្យវាហើយយើងចូលយើងលុបចូល password ថ្មីឥឡូវយើងលុបចូល password ថ្មីនិងយើងឆែកមើល server ថ្មីរបស់យើងឥឡូវ server ថ្មីរបស់យើងបានបង្កើតហើយ user ថ្មីយើងឆែក directory home តទៅទៀតយើងបង្កើត footer ថ្មីមួយទៅទៀតយើងឆែក user ដែលយើងឆែក user ទាំងអស់ cat e នេះជា user ខាងក្រោមគេដែល user យើងទើបនឹងបង្កើត